đang ngay từ lọp mà vinh nhé nhiệt giốngព្រះសម្មាសម្ពុទ្ធបណ្ដាលឲ្យភ្លេចបាទភ្លេចឈើច្រត់ភ្លេចបំពង់ទឹកតលពេលមកហើយត្រឡប់ទៅវិញព្រះអង្គនឹងរំសាយរិទ្ធដឹងតែទៅវិញរិទ្ធនឹងលែងមានហើយតលពេលទៅយកបាតទៅយកឈើច្រត់ទៅយកធម្មក្រក់អីមានអីពាក់ជាប់ពេញដើមកគីញាតិញោមកាលទៅមានសាលាមានអីត្រឹមត្រូវដល់លោកទៅយកតែឯងវិញពាក់ជាប់ពេញដើមកគីតលពេលលោកយាយវិសាខាសួរវិខុមួយអង្គហ្នឹងចេះយ៉ាងម៉េចទៅលោកម្ចាស់ដូចគ្មានស្រួលអីទេអាត្មាទៅនោះលោកប្រាប់តែស្រួលហើយប៉ុន្តែចំពោះអាត្មាទៅសិតតែព្រៃសុតលោកម្ចាស់រេវតៈមិនដឹងនៅយ៉ាងណាទៅបានរឿងនេះមិនចប់សពគ្រប់សួរអង្គនេះថែមចេះអង្គនោះថែមចុះលោកយាយវិសាខាលោកជ្រាបថាមានតែព្រះសម្មាសម្ពុទ្ធទេទៅបានព្រះអង្គដឹងជួបព្រះអង្គទៅព្រះអង្គរៀបរាប់ប្រាប់ទៅក្នុងរឿងហ្នឹងអាត្មាធ្លាប់សម្ដែងក្នុងប្រវត្តិព្រះរេវតៈខត្តរៈវិនិយត្ថេហើយណាញាតិញោមតែរឿងដំណើររបស់ព្រះសីវលីហ្នឹងយើងមើលទាំងទៅទាំងមកភិក្ខុសង្ឃបានរស់ដោយបុណ្យរបស់ព្រះសីវលីទេវតាតាមធ្វើបុណ្យជានិច្ចហើយយើងដឹងពេលខ្លះមានទេវតាតាមជួយដែរអត់ទេញាតិញោមមានតើមិនចេះអត់ទេមនុស្សនោះតែតើធ្វើល្អដែរបានគេតាមណាញោមបើធ្វើអាក្រក់រុញចូលទលេថែមហើយតែតើធ្វើល្អបានទេវតានឹងគេរក្សាគេតាមពេលយើងធ្លាប់ដឹងទេវតាភូមិទេវតាអរុគទេវតាទេវតានឹងផ្ទះទេវតានឹងភូមិរបស់យើងចង់ឲ្យគេរក្សាហ្នឹងតើយើងនឹងធ្វើល្អផងចែកបុណ្យទៅឲ្យទេវតាផងឧទ្ទិសបុណ្យឲ្យទេវតាផងយើងពេលខ្លះទេវតាធ្លាប់មិត្តភក្តិយើងទេវតាធ្លាប់ជាញាតិរបស់យើងកាលពីមុនធ្វើទានជាមួយគ្នាអីចឹងទៅខ្លះបំពេញបុណ្យច្រើនទៅទេវតាឯងបុណ្យតិចមកមនុស្សទៀតមកខ្លះទៅក៏ញាតិរបស់យើងទៅកើតប្រែតវាមិនអត់មានទេញាតិញោមគ្រប់ជាតិណាក៏តែមានដែរព្រះសីវលីហ្នឹងអញ្ចឹងសម្បូរណាស់ទេវតាតាមញាតិញោមរហូតដល់ក្នុងសម័យថ្ងៃមួយព្រះសីវលីលោករៀបរាប់ក្នុងប្រវត្តិរបស់លោកដែលមានសម្ដែងក្នុងព្រះអដ្ឋកថាមโนរតពរណីនិងក្នុងព្រះអដ្ឋកថាធម្មបទត្រង់អរហន្តវគ្គមានក្នុងព្រះអដ្ឋកថាជាដកដែលអធិប្បាយសេចក្តីបល័យរបស់អសតរូបជាដកលើកឡើងសម្ដែងក្នុងអតីតជាតិរបស់លោកដែលលោកពោលខ្លួនលោកដែលមានបុណ្យមានបារមីហើយដែលជាប់កម្មអីទៅក្នុងពោះម្ដាយត7ឆ្នាំ7ថ្ងៃលោករៀបរាប់ប្រវត្តិរបស់លោកចាំស្ដាប់ណាញាតិញោមចាំស្ដាប់ណាតើប្រវត្តិរបស់លោកនឹងយ៉ាងម៉េចក្នុងការរាប់ថយក្រោយពីផតកັບនេះចំនួន100,000កັບកាលនោះក្នុងសាសនាពុទ្ធពនាមបតមុត្តរៈព្រះសីវលីនេះបានកើតជាក្សត្រមួយព្រះអង្គញាតិញោមកើតជាក្សត្រមួយព្រះអង្គនៅឯនគរហង្សសៈញាតិញោមនគរនឹងឯងលោកកើតនៅទីហ្នឹងក្នុងកាលដែលព្រះដ៏មានវិភាកបតមុត្តរៈត្រាស់ដឹងក្នុងលោកមានទេវតាមានមនុស្សមានសពសត្វទាំងឡាយដែលមានជ្រះថ្លាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធបំណងនឹងស្ដាប់ធម៌ទេសនារបស់ព្រះអង្គនឹងច្រើនណាស់ព្រោះព្រះអង្គសម្បូរដោយបុណ្យព្រះអង្គសម្បូរដោយបញ្ញាព្រះអង្គសម្បូរដោយមហាករុណាទិគុណមនុស្សទាំងឡាយគេចូលចិត្តទៅស្ដាប់លោកទេសបានជាប្រយោជន៍សត្វខ្លះ